ប្រងធ្លាប់ឈ្នះស្នេហាពេលយកភក្ត្រាយចិន្តាស្រពោនបុព្វាក៏កែបងសូមផ្ញើខ្លួនជីវិតបងសូនបើមិនបានអូនមកស្នាំភ្នំបែនឹងណាសំដីអែមឡែមពីរូបងទុនទិញជួងតែបោផាស្រីសូមបានឃើញអូនរាល់ពេលរាត្រីសូមអូនប្រណីទាំងក្តីរៀងបោផាក៏កែវចិនរៀមស្ទើស្លុតអូនជាអសត់នៃជីវិតបងប្រាថ្នាបដោះផ្ដាច់អូនជាគូក្រងរួមរួងស្នេហ៍ស្នងអូនហើយនឹងបងជាគូគាត់អើយចិនរៀមស្ទើស្លុតអូនជាអសត់នៃជីវិតបងប្រាថ្នាបដោះផ្ដាច់អូនជាគូក្រងរួមរួងស្នេហ៍ស្នងអូនហើយនឹងបងជាគូគាត់អើបាទសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីដែលអញ្ជើញចូលមកកាន់កម្មវិធីទូរទស្សន៍សមាគមខ្មែរនៅក្នុងរាត្រីថ្ងៃទីប្រមាណហើយឥឡូវ31ខែសីហាឬក៏ខែ8ឆ្នាំ2016ខាងច័ន្ទគតិគឺ13រោចខែស្រាប់ពុទ្ធសករាជ2560ហើយកុំភ្លេចថ្ងៃស្អែកគឺថ្ងៃសិលលោកតាលោកយាយបងប្អូនទាំងអស់ដែលជាពុទ្ធសាសនិកជននឹងត្រៀមលក្ខណៈសម្បត្តិសម្រាប់ថ្ងៃសិលស្អែកហើយនៅក្នុងរាត្រីនេះខ្ញុំមានព័ត៌មានខ្លីៗចំនួន3ដើម្បីយកមកចែកជូនលោកតាលោកយាយប្រិយមិត្តទូរទស្សនិកជនទី1គឺកម្មវិធីបុណ្យផ្កាប្រាក់របស់ពេទ្យមេត្តាខាងមេតា Health Center ហ្នឹងក៏រៀបចំធ្វើនៅថ្ងៃណាទៅគឺថ្ងៃទី10ខែកញ្ញាបាទថ្ងៃ10ខែកញ្ញាហ្នឹងធ្វើនៅកន្លែងណាគឺនៅវត្តពន្លឺពុទ្ធចក្រឬក៏ហៅថា Glory Buddhist Temple ផ្ទះលេខ24 Cambridge Street ទីក្រុង Lowell MA01851 ហើយទូរស័ព្ទសម្រាប់តាក់ទងនៅក្នុងវត្តហ្នឹងគឺ978450498ហើយចំណែកឯបុណ្យផ្កាប្រាក់ហ្នឹងគឺអ្នកណារៀបចំខ្លះមានឈ្មោះនៅខាងក្រោមខ្ញុំសូមអានសង្ខេបទេគឺមានខុតលីឡាឡាវស៊ុនលីទៀងម៉ូលីកាទូឆាន់ពៅសូនិតហើយនិងចរសលីនស៊ីមសូមទូរស័ព្ទតាក់ទងទៅខុតលីឡាទូរស័ព្ទ978 322 8754ហើយលោកឆាន់ទូគឺ978 322 8761ឬមួយទៀត978 726 2591ចំណែកលោកសនិតគឺ978 322 8755ហើយកម្មវិធីប៉ុននេះខ្ញុំសូមអានដោយសង្ខេបបន្តិចបុគ្គលិកនៅមណ្ឌលមេតាសុខភាពនៃមណ្ឌលសុខភាពសហគមន៍ទីក្រុងឡាវ៉ាល់ទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យផ្កាប្រាក់មួយដើម្បីយកទៅចំណាយលើវិធីបម្រើផ្សេងដែលក្រុមធានារ៉ាប់រងសុខភាពពុំអាចចេញថ្លៃបាននៅខាងក្រោយខ្នងភាសាអង់គ្លេសដាក់ថា raise money for the wrap around fund ដែល which pays for services that aren't covered by insurance ខ្ញុំសូមបញ្យល់បន្តិចលោកតាលោកយាយមួយចំនួនគាត់ឆ្ងល់ថាពេទ្យមេតាហ្នឹងបានលុយមកពីរដ្ឋបានលុយមកពីកន្លែងផ្សេងហើយចាំបាច់ទៅធ្វើបុណ្យផ្កាប្រាក់មកសុំលុយប្រជាជនធ្វើអីបាទចំណុចនេះគេបានបញ្យល់ច្បាស់ថាកន្លែងខ្លះបងប្អូនមួយចំនួនហ្នឹងក៏អត់មានក្រុមហ៊ុន insurance ដើម្បី
ចេញថ្លៃទាំងអស់ទេមានចំណុចខ្វះខាតមួយចំនួនអញ្ចឹងខាងពេទ្យមេតាហ្នឹងរួមសហការជាមួយនឹង Lowell Community Health Center បង្កើតកម្មវិធីឈ្មោះថា Wrap Around Fund គឺជាមូលនិធិសម្រាប់ផ្ដល់សេវាគ្រប់ទាំងអស់បើសិនជាខាង Mass Health មិនចេញឲ្យទេបងប្អូនលោកតាលោកយាយច្បាស់ចេញកប៉ៅឯងហើយអញ្ចឹងខាងពេទ្យមេតាគិតថាប្រហែលជាបងប្អូនគាត់ឈឺផងអីផងខ្វះលុយខ្វះកាក់អញ្ចឹងខាងពេទ្យមេតានឹងធ្វើបនផ្កាប្រាក់ដើម្បីរកថវិកាមួយដាក់ចូលនៅក្នុងមូលនិធិហ្នឹងបើបងប្អូនជាអ្នកជំងឺហ្នឹងទៅមន្ទីរពេទ្យមេតាខាងពេទ្យមេតាហ្នឹងមានលុយសម្រាប់ជួយចេញតែម្ដងអញ្ចឹងកុំឲ្យគាត់ឆ្ងល់ថាពេទ្យមេតាមានលុយសម្បូរហូរហីហើយចាំបាច់ទៅធ្វើបនផ្កាប្រាក់ទៅអីនេះគឺជាថវិកាសម្រាប់ជួយខ្លួនឯងបាទសម្រាប់ជួយលោកតាលោកយាយខ្លួនឯងតែម្ដងអញ្ចឹងខ្ញុំសូមសង្ខេបម្ដងទៀតគឺថ្ងៃសៅរ៍បាទថ្ងៃសៅរ៍ទី10ខែកញ្ញាឆ្នាំ2016នៅវត្តពន្លឺពុទ្ធចក្រម៉ោង9ព្រឹកជួបជុំគ្នាហើយនឹងរៀបចំធ្វើពិធីបុណ្យកិច្ចពិធីទាំងអស់ហ្នឹងតាមប្រពៃណីព្រះពុទ្ធសាសនាមានសមាទានសិលដាក់បាតបាំងសកលវេបតហាប្រគេតប្រសង់ហើយនឹងមានកម្មវិធីបរិភោគអាហារជួបជុំគ្នាផងដែរនេះគឺជាកម្មវិធីសម្រាប់សហគមន៍ទាំងមូលនៅក្នុងទីក្រុង Lowell ឬក៏ទីក្រុងជុំវិញទីក្រុង Lowell សូមអញ្ជើញចូលរួមបានច្រើនកកកម្មវិធីមួយទៀតនៅក្នុងសហគមន៍គឺខាងសមាគមខ្មែរកំពុងតែចេញសេចក្តីប្រកាសជាសាធារណៈអញ្ជើញលោកតាលោកយាយបងប្អូនអំពូមីងទាំងអស់ដែលចង់រៀនភាសាអង់គ្លេសឲ្យបានចេះដឹងដូចគេដូចឯងនោះសូមអញ្ជើញតាក់ទងទៅខាងសមាគមខ្មែរថ្ងៃណាទៅសម្រាប់បងប្អូនដែលចង់រៀនពេលព្រឹកហ្នឹងសូមអញ្ជើញចុះឈ្មោះនៅថ្ងៃពុធទី7ខែ9កុំភ្លេចឡើយខែ8ដាច់ថ្ងៃនេះឯងខែ9ថ្ងៃទី7ថ្ងៃពុធថ្ងៃពហុខែ9ថ្ងៃទី8ហើយថ្ងៃអង្គារខែ9ហ្នឹងថ្ងៃទី13ម្ដងទៀត7 8 13នឹងសម្រាប់បងប្អូនដែលចង់រៀនពេលព្រឹកម៉ោង9ដល់ម៉ោង12ថ្ងៃត្រង់ហើយបងប្អូនដែលចង់រៀនពេលល្ងាចនោះដែលមានកម្មវិធីចាប់ពីម៉ោង5ព្រឹក5ល្ងាចដល់ម៉ោង7ល្ងាចហ្នឹងគឺចុះឈ្មោះនៅថ្ងៃពុធខែ9ថ្ងៃទី7ហើយមួយទៀតថ្ងៃពហុខែ9ថ្ងៃទី8ហើយការបើកឲ្យចូលរៀនហ្នឹងអ្នកដែលចូលរៀនព្រឹកហ្នឹងគឺចាប់ផ្ដើមនៅថ្ងៃទី14ខែកញ្ញានេះឯងថ្ងៃពុធហើយអ្នកដែលចង់ចូលរៀនពេលល្ងាចហ្នឹងចាប់ផ្ដើមមួយថ្ងៃមុនគឺថ្ងៃអង្គារទី13បាទសូមសង្ខេបម្ដងទៀតនេះគឺជាការអញ្ជើញបាទប្រកាសអញ្ជើញប្រកាសជូនដំណឹងជាសាធារណៈសូមបងប្អូនទាំងអស់អំពូមីងទាំងអស់ដែលចង់រៀនភាសាអង់គ្លេសចូលចុះឈ្មោះឲ្យបានរស់រានបើមិនអញ្ចឹងអត់មានកន្លែងទេកុំឲ្យរអ៊ូថាងមួយឆ្នាំខ្ញុំមិនដែលបានចុះទាន់គេទេអញ្ចឹងជូនដំណឹងហើយជូនដំណឹងទៀតសូមអញ្ជើញឲ្យបានទាន់ពេលវេលាហើយមួយទៀតព្រះអង្គមីឡែមរាជគុណមីឡែមជាព្រះគ្រូចៅអធិការវត្តត្រៃរតនារាមបានពឹងពរជំរាបជូនព័ត៌មានទៅលោកតាលោកយាយទាំងអស់នៅក្នុងសហគមន៍ឲ្យបានដឹងថាវេនកាន់បិណ្ឌរបស់ព្រះអង្គហ្នឹងគឺនៅថ្ងៃណាមានអ៊ំចាស់មួយចំនួនគាត់ឆ្ងល់ថាថ្ងៃណាទៅក្មួយឬក៏ថ្ងៃណាទៅព្រះអង្គគឺថ្ងៃទី25ថ្ងៃអាទិត្យហ្នឹងរៀបចំសូត្រមន្តពេលល្ងាចដល់ពេលឆ្លងកាន់បិណ្ឌហ្នឹងឆ្លងថ្ងៃទី26ថ្ងៃច័ន្ទម្ដងទៀតគឺថ្ងៃអាទិត្យជួបជុំគ្នាពេលល្ងាចហើយថ្ងៃ26ពេលព្រឹកហ្នឹងជួបជុំគ្នាធ្វើឆ្លងកាន់បិណ្ឌវេនរបស់ព្រះអង្គមីឡែមឥឡូវយើងមានភ្ញៀវកិត្តិយស2រូបនៅក្នុងស្ទូឌីយោរបស់យើងដើម្បីចែកជូននៅបទពិសោធន៍របៀបរៀនធ្វើជាអ្នករកស៊ីខ្មែរយើងតែងតែមានទស្សនៈមួយថាកូនចៅចិនបានគេចេះរកស៊ីកូនចៅខ្មែរមិនចេះរកស៊ីជាធ្វើស្រែចម្ការធ្វើការិយាល័យធ្វើមន្ត្រីទេចំណែកកូនចៅចិនវិញគេចេះបើកហាងរកស៊ីមានបានកើតកាលវេលគុំកាក់កបទៅចុះវិជានឹងមកពីណាទៅកូនចៅចិនគេចេះរកស៊ីបានចុះកូនខ្មែរមិនក៏មិនចេះរកស៊ីបានគេអញ្ចឹងឥឡូវហ្នឹងមានខាងបងប្អូននៅក្នុងសហគមន៍របស់យើងមាន2រូបកំពុងមានវត្តមាននៅក្នុង studio នេះទី1ជំរាបសួរសិនហើយនឹងខ្ញុំនឹងបន្តសួរសំណួរថាតើយើងមានសិល្បៈរៀនធ្វើរកស៊ីទៅមិនដើម្បីបានជោគជ័យនោះបាទទី1គឺអ្នកស្រីតារាសុកអញ្ចឹងណាបាទសូមជម្រាបសួរហើយមួយទៀតគឺលោកខូតារារិទ្ធសូមជម្រាបសួរម្ដងម្នាក់និយាយដល់ខ្លីៗព្រោះយើងមានពេល15នាទីទេតារាមានព័ត៌មានអ្វីចង់ជម្រាបសួរគាត់ទេចាជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ពុកម៉ែបងប្អូនខ្ញុំឈ្មោះតារាសុកខ្ញុំជាសិស្សនៅគេហៅ E4R ជាអង្គការដែលមិនរកប្រាក់ចំណេញមួយដែលជួយបងប្អូនសហគមន៍យើងក្នុងការរកស៊ីខ្ញុំកំពុងនឹងបើកក្រុមហ៊ុនមួយដែលហាក់មានឈ្មោះថាក្រុមហ៊ុនគណនេយ្យសេវាគណនេយ្យពីរភាសាគឺខ្ញុំនឹងឯងជាអ្នកម្ចាស់ផ្ទាល់ខ្ញុំចេះនិយាយភាសាខ្មែរនិងជាភាសាអង់គ្លេសហើយខ្ញុំមានបទពិសោធន៍ខ្ញុំមាន degree ពីខាងគណនេយ្យហ្នឹងពីសាលា Bentley University ហើយខ្ញុំឃើញថាបងប្អូននៅសហគមន៍នោះមានការត្រូវការខ្លាំងនៃបងប្អូនខ្មែរយើងដែលចេះនិយាយភាសាយើងដែលអាចទុកចិត្តបានដែលអាចនិយាយគ្នាបានក្នុងការជួយក្នុងការ
ត្រាបញ្ជីគាត់គឺខ្ញុំនឹងហើយជាចង់ជួយបងប្អូនក្នុងការធ្វើការកត់ត្រាបញ្ជីឲ្យងាយស្រួលនិងមានដូចថាគេហៅរលូននៅក្នុងការរកស៊ីរបស់បងប្អូនបាទអរគុណច្រើនចុះលោកតារាសូមចំណាយពេលបន្តិចមើលណែនាំខ្លួនថាតើជាអ្នកណាហើយកំពុងតែធ្វើកិច្ចការអីដែរបាទជំរាបសួរសាជាថ្មីខ្ញុំឈ្មោះតារារិទ្ធខ្ញុំជាសិស្សនៅក្នុងអង្គការឈ្មោះ E4All ឬក៏គេហៅថាសហគ្រិនភាពសម្រាប់ទាំងអស់គ្នាហើយកម្មវិធីរបស់ខ្ញុំគឺខ្ញុំមានផែនការបើកកម្មវិធីបាទកម្មវិធីមួយឈ្មោះថា After School Program After School Program ភាសាខ្មែរថាម៉េចទៅ After School Program ហ្នឹងនិយាយទៅថាកម្មវិធីយើងនិយាយថាការបើនិយាយវាពិបាកមកប្រែនិយាយភាសាសាមញ្ញថាពាក្យថា After School ហ្នឹងយ៉ាងម៉េចកូនសិស្សរៀននៅសាលាដល់ពេលចប់ពីសាលាមកកន្លែងយើងហ្នឹងមករៀនគូបន្ថែមមកបន្ថែមការចេះដឹងហើយសម្រាប់ក្មេងៗដែលចប់នៅសាលាហើយចប់នៅសាលារដ្ឋណាបាទម៉ោង3គេចប់ទៅគេមានឱកាសមកជួបលោកដើម្បីទទួលគេមករកសេវាកម្មហ្នឹងហើយសេវាកម្មដែលខ្ញុំប្រុងធ្វើហ្នឹងគឺយើងជួយសិស្សធ្វើម៉េចឲ្យសម្រេចកិច្ចការផ្នែកកិច្ចការសាលាហើយលោកធ្វើ homework បាទលោកបើកនៅណាដែរកន្លែងហ្នឹងសំខាន់គឺខ្ញុំសហការជាមួយសមាគមខ្មែរអញ្ចឹងទីតាំងហ្នឹងនឹងធ្វើនៅក្នុងសមាគមខ្មែរអាស័យដ្ឋានលេខប៉ុន្មានដែរអាស័យដ្ឋានលេខ465ហើយ Plus School Street បាទអរគុណច្រើនឥឡូវយើងសង្ខេបខ្លីៗបន្តិចតើតើជាមួយនឹងបទពិសោធន៍ដែលអ្នកទាំងពីរឬក៏លោកស្រីឬក៏ខាងលោកតារារិទ្ធហ្នឹងកំពុងតែនឹងយកមកចែកជូនដល់លោកតាលោកយាយឬក៏ប្រិយមិត្តដែលជាអ្នកដែលឃ្លានចង់ចេះចង់ដឹងរបៀបរកស៊ីមិនអញ្ចឹងណាគោលបំណងសំខាន់គឺថាតើយើងធ្វើអ្វីខ្លះដើម្បីទទួលបានចំណេះពិតដើម្បីយកទៅរកស៊ីកុំឲ្យធ្លាក់ទឹកណាកុំឲ្យបរាជ័យអញ្ចឹងណាមិនមែនត្រូវការទៅរកគ្រូទាយរកហុងស៊ុយរកគ្រូខ្មែរទាយថារកស៊ីបានណាមិនមែនទៅវត្តរលូស្រោចទឹកទេណាគឺជាចំណេះដឹងដែលគេផ្ដល់ឲ្យយើងពិតប្រាកដមែនទែននៅអង្គការឈ្មោះ E4All ឬក៏សហគ្រិនភាពដើម្បីមនុស្សទាំងអស់គ្នាឬក៏របៀបរកស៊ីដែលយើងអាចរៀនបានទាំងអស់គ្នាអញ្ចឹងណាអូខេឥឡូវខ្ញុំចាប់ផ្ដើមដំបូងបំផុតថាតើបទពិសោធន៍អ្វីខ្លះទី1ចាប់ផ្ដើមពីលោកតារារិទ្ធតើបទពិសោធន៍អ្វីខ្លះដែលធ្វើឲ្យលោកខ្ញុំបកក្រោយបន្តិចលោកបានទទួលរង្វាន់ការប្រកួតប្រជែងហ្នឹងបានលេខ2អញ្ចឹងហ៎បានប្រមាណ100ដែរកាលហ្នឹងបាន$750បាទ$750ណាបាទហ្នឹងសារតែការប្រកួតប្រជែងរបស់លោកជាមួយនឹងមនុស្សប្រមាណអ្នក10នាក់10នាក់ណាហើយមានខ្មែរចូលរួមប្រមាណអ្នកខ្មែរមានតែខ្ញុំមួយមានម្នាក់ឯងហ៎បាទអញ្ចឹងទទួលបានថវិកាហ្នឹងហើយកម្រងប្រុងបើកអីគេកម្រងគឺធ្វើកម្មវិធីហ្នឹង After School Program សម្រាប់ខ្មែរហ្នឹងបាទកូនខ្មែរទាំងអស់គ្នាណាអរគុណច្រើនតើអាចនិយាយបានទេបើប្រាប់លោកតាលោកយាយប្រិយមិត្តរបស់យើងបានទេថាតើលោកធ្វើយ៉ាងណាដើម្បីបានទទួលជ័យជំនះនៅក្នុងការប្រកួតប្រជែងជាមួយនឹងមនុស្សប្រមាណជាង10នាក់នៅខាង E4All នេះទី1គឺថាយើងត្រូវមានគំនិតរបស់យើងច្បាស់លាស់ទោះបីជាធ្វើជំនួយក៏ដោយទោះបីជាធ្វើអង្គការមិនមានរដ្ឋាភិបាលក៏ដោយណាឬក៏យើងនិយាយថា non profit ព្រោះថាយើងមើលឃើញថាក្នុងសហគមន៍របស់យើងហ្នឹងពិសេសនៅក្នុងសហរដ្ឋអាមេរិកទាំងមូលហ្នឹងគឺកន្លែងណាក៏មាន After School Program ដែរប៉ុន្តែសម្រាប់ប្រជាជនខ្មែរយើងអត់មានហើយសារៈសំខាន់ក្នុងការធ្វើ After School Program សម្រាប់ប្រជាជនខ្មែរនេះគឺយើងចង់ជួយកូនខ្មែរពិសេសគឺថានៅក្នុងទីក្រុង Lowell តែម្ដងអូខេអញ្ចឹងទី1ឲ្យមានកំណត់សិនណាមានកំណត់ហើយដល់ពេលមានកំណត់ហ្នឹងធ្វើមកទៀតជំហានទី2និយាយមកជំហានមកជំហានម្ដងណាបាទនៅពេលដែលយើងមានកំណត់ហើយធម្មតាខ្ញុំឧទាហរណ៍ថាបងប្អូនខ្មែរយើងពេលដែលយើងចង់ធ្វើជំនួយអីយើងមើលតគ្នាពីក្រុមគ្រួសារមកប៉ុន្តែដល់ឡែកខ្ញុំដឹងថាខ្ញុំនឹងឲ្យមានសមត្ថភាពធ្វើបែបហ្នឹងហើយអញ្ចឹងដល់ពេលដែលខ្ញុំមានគំនិតហើយខ្ញុំបានយកគំនិតរបស់ខ្ញុំហ្នឹងទៅដាក់នៅក្នុងកម្មវិធីរបស់អង្គការមួយឈ្មោះថា E4All ព្រោះថាកន្លែងហ្នឹងគេជួយយើងគេជួយសម្រួលគេជួយ groom យើងធ្វើម៉េចឲ្យយើងឲ្យគំនិតរបស់យើងហ្នឹងវាដំណើរការអរគុណច្រើនអញ្ចឹងដល់ពេលយើងយកគំនិតហ្នឹងទៅគេមាន form គេមាន structure របស់គេណារចនាសម្ព័ន្ធរបស់គេដើម្បីឲ្យមើលទៅឃើញរលូនណាបាទយើង submit ទៅគេអញ្ចឹងណាយើងត្រូវការបំពេញក្រាស់ស្នាមដែរហើយបន្ទាប់ពីដាក់ពាក្យចូលទៅហើយតើគេធ្វើមកទៀតជំហានទី3តាមធម្មតានៅពេលដែលយើងដាក់ពាក្យចូលទៅក្នុងអង្គការ E4All ហ្នឹងគេត្រូវ select គេត្រូវធ្វើការជ្រើសរើសអញ្ចឹងមិនមែនមានតែយើង4-10នាក់នឹងដាក់ទេមានមនុស្សកាលខ្ញុំដឹងប្រហែលជាង50នាក់ហើយដល់ពេលហើយបានគេជ្រើសរើសយក10នាក់ហើយយើងយក10នាក់ហ្នឹងទៅគេយកទៅប្រកួតដើម្បីរកលេខ1លេខ2លេខ3ការនោះប្រកួតនៅកន្លែងណាដែរនៅ Sanida ណាហើយពេលដែលទៅប្រកួតលោកមានឱកាសប្រហែលនាទីដើម្បីនឹងបង្ហាញគំនិតរបស់យើងទៅឲ្យអ្នកចូលរួមឬក៏ជាក្រមដែលវាតម្លៃហ្នឹងគេឲ្យយើងនិយាយ2នាទីកន្លះ
2 នាទីកន្លះ ហ្នឹងហើយគេសួរសំណួរយើងមួយឬពីរសំណួរមួយយើងឆ្លើយតែ30វិនាទីទេអរគុណច្រើនបន្ទាប់ពីយើងបានប្រកួតបានជោគជ័យហើយតើថវិកាហ្នឹងយកទៅប្រើប្រាស់យ៉ាងម៉េចគេមានចុះតាមយករកមើលថាតើយើងចំណាយត្រូវខ្ទង់ឬក៏មិនត្រូវខ្ទង់ឬក៏មិនបាច់ចំណាយបានដែរថវិកាដែលយើងឈ្នះរង្វាន់ដែលខ្ញុំបាន$750ហ្នឹងគឺថាគេឲ្យមកយើងផ្ទាល់ខ្លួនយើងចង់យកទៅធ្វើអីអានោះរឿងរបស់យើងណាហើយចង់អនុវត្តការងារហ្នឹងក៏ធ្វើទៅបើមិនចង់ទេធ្វើមិនទៀតយើងស្រេចយើងហ្នឹងយើងអញ្ចឹងអូខេចុះឥឡូវបច្ចុប្បន្ននេះតើលោកកំពុងតែធ្វើអីជាមួយនឹងកម្មវិធីរបស់អង្គការ E4All ហ្នឹងនៅពេលដែលយើងប្រកួតប្រជែងបានរង្វាន់ក៏ដោយមិនបានរង្វាន់ក៏ដោយគឺអង្គការហ្នឹងគេឲ្យយើងចុះឈ្មោះចូលរៀនបើសិនណាយើងមិនចង់ចុះក៏អត់ទៅប៉ុន្តែបើសិនណាយើងចង់បានជោគជ័យបន្តទៀតដើម្បីឲ្យគំនិតរបស់យើងនឹងវាទៅមុខដើម្បីឲ្យគំនិតរបស់យើងនឹងបានសម្រេចយើងត្រូវចុះឈ្មោះជាមួយគេថែមទៀតដើម្បីយើងបានរៀនហើយអាការរៀនសូត្រនឹងសំខាន់ជាងអីទាំងអស់ព្រោះដែលខ្ញុំមើលឃើញកន្លងមកគឺថាបើសិនជាខ្ញុំមានតែគំនិតហ្នឹងហើយទៅប្រកួតជាប់ហើយអត់បានទទួលការអប់រំហ្នឹងខ្ញុំនៅតែយល់ថាគំនិតរបស់ខ្ញុំហ្នឹងអត់ដំណើរការទេអរគុណច្រើនឥឡូវខ្ញុំសូមងាកមកខាងអ្នកស្រីតារាសុកវិញម្ដងតើមានបានទៅប្រឡងប្រកួតប្រជែងគេទេកាលហ្នឹងខ្ញុំអត់បានទៅទេដោយសារខ្ញុំខ្លាចហើយចឹងបើសិនថ្ងៃក្រោយខ្ញុំខ្លាចផងហើយដូចខ្ញុំនិយាយចឹងការរកស៊ីនេះគឺខ្ញុំបានអរគុណបងណារ៉េតដោយផ្ទាល់ព្រោះគាត់ជំរុញខ្ញុំមែនតែនគាត់ថាខ្មែរយើងចេះតែខ្លាចមិនទៅគួរតែទៅគាត់ជួយចោះឈ្មោះខ្ញុំជួយតាក់ទងឲ្យខ្ញុំហើយដំបូងខ្ញុំពេលដែលគេធ្វើ pitch នៅសមាគមខ្មែរហ្នឹងខ្ញុំទៅអង្គុយស្ដាប់ដែរប៉ុន្តែខ្ញុំចេះខ្លាចអត់ទុកចិត្តខ្លួនឯងថាខ្លួនឯងអាចទៅមុខបានប៉ុន្តែដល់ពេលដែលខ្ញុំបានចុះឈ្មោះបានទៅឆ្លងកាត់ការសម្ភាសស្នតែអ្នកសម្ភាសខ្ញុំឡើង 4-5 នាក់ហើយដូចថាខ្ញុំមានទឹកចិត្តខ្លាំងមែនតែពេលទុកចិត្តលើខ្លួនឯងទុកចិត្តខ្លួនឯងថាអាចនឹងធ្វើសម្រេចបានព្រោះអីអ្នកដែលសម្ភាសនឹងឲ្យដូចថាការគ្រប់គ្រងមកយើងហើយពេលដែលសម្ភាសជាប់បានទៅរៀនបាន1ខែ2ខែយើងជួបអ្នកដែលគេហៅថាអ្នកដែលរកធ្វើការរកស៊ីនោះអ្នកដែលចង់រកស៊ីដូចយើងដែរហ្នឹងគេរកស៊ីបែបផ្សេងហ្នឹងគឺគេមានការខ្លាចដូចយើងដែរប៉ុន្តែដល់ពេលយើងចូលទៅរៀនទៅយើងជួបគ្រូយើងជួបគេហៅថា mentor ហ្នឹងគឺ mentor coach ផ្ដល់បង្វឹកយើងណាចាអ្នកបង្វឹកយើងហើយនឹងអ្នកគាំmentor យើងហ្នឹងគឺគាំទ្រយើងទាំងស្រុងទោះបីជាយើងមានគំនិតអីគឺគាត់គ្រាន់តែថាគេហៅថាសម្លៀងយើងណាសម្លៀងអាគំនិតដែលយើងមានហ្នឹងគឺសម្លៀងយើងទៅកាន់ជំរុញយើងទៅកាន់អាគោលដៅរបស់យើងដែលយើងចង់បានហ្នឹងអរគុណច្រើនអ្នកស្រីតារាសុកបានឈានចូលដល់សំណួរបន្ទាប់ដែលខ្ញុំប្រុងសួរបាត់ទៅហើយឥឡូវនេះខ្ញុំសូមងាកក្រោយបន្តិចតាក់ទងជាមួយនឹងជំហាននៃការចុះឈ្មោះចូលរៀនតើលោកតារារិទ្ធអាចបន្ថែមបន្តិចបានទេតើទៅធ្វើម៉េចដើម្បីបានចុះឈ្មោះចូលរៀនបើសិនជាយើងមានគំនិតទី1គឺថាយើងត្រូវដាក់គំនិតរបស់យើងនឹងទៅប្រកួតប្រជែងជាមួយគេហើយបើសិនជាគំនិតនេះជាប់ឬមិនជាប់ក៏ដោយមិនសំខាន់យើងមានគំនិតហើយយើងរុញគំនិតរបស់យើងនឹងឲ្យទៅដល់ចំណុចមួយដែលគេចង់បានហើយបើពេលយើងមានគំនិតហើយហ្នឹងយើងមិនដឹងថាធ្វើយ៉ាងម៉េចហ្នឹងអង្គការ E4All ហ្នឹងនៅជាមួយយើងគ្រប់ពេលដែលយើងត្រូវការហើយបើដល់ពេលបន្តមកទៀតបន្ទាប់ពីការប្រកួតប្រជែងមកដូចខ្ញុំអញ្ចឹងខ្ញុំប្រកួតឈ្នះហើយខ្ញុំត្រូវenroll ណាដើម្បីចុះឈ្មោះចូលរៀនចុះឈ្មោះដើម្បីឲ្យបានចូលរៀននៅកន្លែងហ្នឹងហើយគេត្រូវធ្វើសម្ភាសម្ដងទៀតទោះបីជាយើងប្រឡងជាប់ហើយក៏ដោយប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនខ្មែរថាកុំបារម្ភព្រោះរឿងអស់ហ្នឹងអត់មានអ្នកណាដឹងជាងយើងទេព្រោះយើងអ្នកមានគំនិតមានទស្សនវិស័យក្នុងការធ្វើជំនួយអញ្ចឹងយើងដឹងច្រើនជាងគេគាត់ថាគេចាំសម្រួចយើងចាំសម្លៀងយើងដោយតារានិយាយមិនអញ្ចឹងព្រោះថាយើងមានគំនិតហើយយើងមិនដឹងថាធ្វើយ៉ាងម៉េចអាហ្នឹងដែលយើងទៅរកគេបានបាទហើយគម្រោងដែលយើងចូលរៀនហ្នឹងតើត្រូវស៊ីពេលប្រមាណរយៈកាលប្រមាណត្រូវបញ្ចប់យើងរៀន12សប្តាហ៍គឺនិយាយទៅ3ខែ3ខែណាហើយ3ខែហ្នឹងយ៉ាងម៉េចរៀនពេលព្រឹកប្រមាណម៉ោងល្ងាចប្រមាណម៉ោងត្រូវរៀនយ៉ាងម៉េចពីព្រោះមានអ្នកខ្លះគាត់រវល់ជាប់រកស៊ីឬក៏ទៅធ្វើការតើមានឱកាសណាទៅរៀនដូចតារាហើយនឹងលោកតារារិទ្ធបាទធម្មតាអ្នកណាក៏រវល់ដែរប៉ុន្តែយើងត្រូវតែធ្វើម៉េចដកឃ្លាខ្លះណាបើ3ការចេះដឹងរបស់យើងគឺថាទី1យើងរៀនដែលខ្ញុំរៀនរាល់ថ្ងៃអង្គារពីម៉ោង5កន្លះរហូតដល់ម៉ោង8កន្លះឬ9ហើយដល់ពេលថ្ងៃព្រោះពីម៉ោង10រហូតដល់ម៉ោង1អញ្ចឹងគឺថាវាមកមានយឹកមែនតើអញ្ចឹងប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើយើងមិនចំណាយពេលបើសិនណាយើងមិនឲ្យតម្លៃគំនិតរបស់យើងហ្នឹងគឺថាវាពិបាកយើងមិនអាចជោគជ័យបានទេអរគុណច្រើនអញ្ចឹង12សប្តាហ៍ហ្នឹងកម្មវិធីគេដាក់ឈ្មោះថាម៉េច accelerator អញ្ចឹងណា accelerator ណាហើយសប្តាហ៍ថ្ងៃមានកូនសិស្សប្រហែលដែលជាអ្នកបំរុងខ្លាយជាអ្នករកស៊ីយឺសហគ្រិនហ្នឹង
រាល់ថ្ងៃហ្នឹង3 10នាក់បាទ3 10នាក់ណាហើយមានខ្មែរយើងប្រហែលមានតែ2នាក់ទេខ្មែរមានតែ2នាក់បាទមាន2នាក់ទេណាឥឡូវខ្ញុំសុំសួរមកខាងតារាវិញម្ដងតើមិញនិយាយរឿងការលំបាកខ្លះហើយណាប៉ុន្តែធ្វើម៉េចដើម្បីជំនះការលំបាកហ្នឹងមិញបានផ្ដល់ចម្លើយខ្លះហើយដើម្បីជំនះការលំបាកហ្នឹងឥឡូវហ្នឹងជួបការលំបាកឯខ្លះរាប់1 2 3មើលការលំបាកដូចបងនឹងស្រាប់ហើយយើងខ្មែរយើងនិយាយភាសាខ្មែរដល់ពេលគេបរៀនយើងជាភាសាអង់គ្លេសយើងត្រូវដូចគេរៀនតែ1ម៉ោងយើងត្រូវរៀន2ម៉ោងទៅ3ម៉ោងប៉ុន្តែទោះយ៉ាងណាក៏យើងឲ្យតែយើងមាន passion គេដឹងខ្មែរខ្ញុំដឹងថាបកប្រែចំណងចិត្តមែនតើទំនុកចិត្តណាថាទំនុកចិត្តយើងតាំងចិត្តថាយើងនឹងអាចធ្វើបានគឺយើងធ្វើបានអរគុណចុះលោកតារាលោកតារាវិញម្ដងថាតើជួបការលំបាករឿងភាសាដែរទេមិនខុសគ្នាប៉ុន្តែខ្ញុំគាត់តែចង់និយាយថាភាសាសម្រាប់ខ្ញុំមើលទៅវាមិនជាបញ្ហាទេព្រោះទោះបីជាសូម្បីតែអាមេរិកខ្លួនឯងក៏ដោយក៏មានភាសាខ្លះត្រូវរៀនសាជាថ្មីណាប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺថាយើងធ្វើម៉េចនៅពេលដែលគេបរៀនយើងមកយើងចាប់ឲ្យបានហើយបើសិនណាយើងមិនយល់គេឲ្យយើងសួរហើយគេមិនត្រឹមតែប៉ុណ្្នឹងគេឲ្យគ្រូបង្គោលនឹងមកយើងតាមយើងគ្រប់ពេលវេលាបើសិនណាយើងត្រូវការសូម្បីតែទីកន្លែងក៏ដោយកន្លែងណាក៏ដោយមិនសំខាន់ហើយម៉ោងណាក៏ដោយគឺថាគេចាំជួយយើងធ្វើម៉េចឲ្យយើងនឹងទៅជាអ្នកជំនាញខាងសហគ្រិនហ្មងអរគុណច្រើនតើមានត្រូវបង់លុយបង់កាក់ទេពេលទៅចូលរៀនហ្នឹងអត់មានបង់ទេណាអូខេឥឡូវសុំនិយាយបន្តិចមើលតារាមានគ្រូបង្គោលគ្រូជួយបង្វឹកប្រហែលអ្នក2នាក់ខ្ញុំមាន2នាក់អញ្ចឹងហ៎ហើយចុះលោកតារាបាទដូចគ្នាដែរណាហើយឥឡូវហ្នឹងយើងកំពុងឈរនៅក្នុងសប្តាហ៍ទីប្រហែលហើយជិតចប់នៅចូលទី10ហើយទី10ហើយឥឡូវដល់ពេលចប់នោះតើយើងមានសកម្មភាពឬក៏មានយើងហៅថា event ណាព្រឹត្តិការណ៍អីខ្លះនឹងកើតឡើងនិយាយទីមើលចាទី1នៅពេលដែលយើងរៀនហ្នឹងគឺថាយើងត្រូវធ្វើកិច្ចការច្រើនទោះបីជាយ៉ាងម៉េចក៏ដោយយើងត្រូវតែធ្វើណាហ្នឹងក៏ដើម្បីបង្រៀនខ្លួនឯងអីខ្លះកិច្ចការច្រើនអីខ្លះកិច្ចការច្រើនយើងត្រូវស្រាវជ្រាវយើងត្រូវរកឲ្យឃើញថាតើអ្នកណាជាគោលដៅរបស់យើងត្រូវរកឃើញថាមនុស្សនៅក្នុងគោលដៅឬក៏យើងភាសាអង់គ្លេសថា consumer យើងណាដែលយើងត្រូវលក់ផលិតផលរបស់យើងឲ្យគេដែលឬក៏លក់សេវាលក់សេវាកម្មឲ្យគេហើយបានយើងដល់ពេលយើងធ្វើការស្រាវជ្រាវហើយយើងត្រូវ present យើងត្រូវបង្ហាញទៅគណៈកម្មការទាំងអស់ថានេះជាការស្រាវជ្រាវរបស់យើងទី2នៅពេលដែលយើងកំពុងរៀនហ្នឹងគឺថាខ្ញុំចង់ផ្ដល់វេទិកានេះដល់បងប្អូនខ្មែរគឺថាយើងមានមនុស្សច្រើនមែនទែនអ្នកដែលជំនាញពិសេសមកពីខាងធនាគារមកពីខាងកន្លែងផ្សេងច្រើនដែលគេជួយបង្ហាញយើងហើយបន្ទាប់ពីនោះទៀតដល់ទី3គឺយើងមានគេថា final presentation អាហ្នឹងគឺជាការប្រកួតប្រជែងចុងក្រោយដល់យើងរៀនមួយគ្នាទាំងអស់ដូចគ្នាមែនប៉ុន្តែគំនិតហ្នឹងវាមិនដូចគ្នាទេអញ្ចឹងគេចង់បានអាហ្នឹងថាតើគេចង់មើលយើងថាតើយើងជោគជ័យហ្នឹងបានប៉ុណ្ណាហើយយើងអាចធ្វើកិច្ចការហ្នឹងបានហើយនៅគេត្រូវជួយយើងទៀតគេត្រូវជួយយ៉ាងម៉េចអរគុណអរគុណតើសង្ឃឹមថានឹងបានរង្វាន់ធំជាងគេបំផុតប្រហែលរង្វាន់ហ្នឹងលេខ1បានប្រហែលពាន់លេខ1ហ្នឹងខ្ញុំចាំមិនច្បាស់ប្រហែលជាមិនតិចជាង$8,000 $8,000ណាកាលពីឆ្នាំទៅមួយលោកណារ៉េតឈ្នះបាន$5,000ហើយរង្វាន់ដែលធំរហូតដល់ទៅ$7,000ឯណោះ$8,000អាចដល់$10,000ទៀតបាទអញ្ចឹងកម្មវិធី E4all ហ្នឹងយើងឃើញថាគេចំណាយថវិកាច្រើនណាស់ដើម្បីជួយឲ្យយើងចេះខ្លាយជាអ្នករកស៊ីពិតប្រាកដអញ្ចឹងណាចុះតារាមានអីបន្ថែមតើតើជាមួយនឹងកម្មវិធីដែលកំពុងសិក្សាហើយផែនការដែលយើងប្រុងនឹងយកទៅបង្ហាញគេដើម្បីបានជោគជ័យហ្នឹងមានអីចាំរងម្នាក់មើលផែនការដែលបំរុងបង្ហាញហ្នឹងគឺដូចថាយើងត្រូវតាំងចិត្តដូចថាគោលដៅរបស់យើងត្រូវបើថាយើងចង់បានបើកជាក្រុមហ៊ុនគឺយើងត្រូវតាំងចិត្តមែនតែនខ្ញុំមានហើយមានគេហៅថាមានរបៀប business model ឬក៏ business plan ណាយើងបង្ហាញគេទៅហើយយើង follow business model យើងគេហៅថាតាំងពីយើងស្រង់ស្ថិតិមកថាយើងមានភ្ញៀវណាខ្លះដែលនឹងត្រូវការសេវាកម្មរបស់យើងហើយយើងត្រូវការលុយប្រមាណគឺបើសិនជាយើង follow តាម business model ហ្នឹងគឺយើងដឹងតែជោគជ័យតែម្ដងអរគុណច្រើនតើលោកតារាមានស្អីដែលជា business model ដើម្បីបង្ហាញគេសំខាន់មែនទែនគឺយើងនិយាយថាការជំរឿននិយាយទៅមិនខុសគ្នាប្រហែលនេះប៉ុន្តែគាត់ថាខុសគ្នាតែខាងថាតើអ្នកណាជា
ជាគោលដៅក្នុងការធ្វើរបស់យើងទៅប៉ុណ្្នឹងឯងហើយពេលនោះចុងក្រោយប៉ុណ្ណឹងចំណាយពេលប្រហែលដើម្បីបង្ហាញគំនិតរបស់យើងទៅមហាជនឬក៏ទៅចៅក្រមធម្មតាគេឲ្យយើង10នាទីនៅពេលបាទ final បាទយ៉ាអរគុណច្រើនហើយជាគំនិតចុងក្រោយសម្ដីចុងក្រោយឬក៏បណ្ដាំចុងក្រោយសម្រាប់បងប្អូនដែលកំពុងទស្សនាគាត់ចង់ចូលរៀនដោយលោកតារារិទ្ធឬក៏អ្នកស្រីតារាសុកតើមានអ្វីដែលជាគំនិតផ្ដាំផ្ញើចុងក្រោយបំផុតសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងនៅក្នុង Massachusetts ហ្នឹងគឺថាចូលរួមបើសិនជាយើងមានគំនិតធ្វើជំនួញជា profit ក៏ដោយជា non profit ក៏ដោយកុំខ្លាចហើយបើសិនជាអស់លោកស្រីនាងកញ្ញាមានគំនិតឲ្យមិនដឹងថាធ្វើយ៉ាងម៉េចគិតថាខ្ញុំជាមនុស្សទី1ចុះដែលខ្ញុំមានការពិសោធន៍អាចមកសួរខ្ញុំបានឬក៏អាចតាក់ទងទៅសមាគមខ្មែរក៏បានដែរគេក៏មានអ្នកចាំជួយដែរព្រោះអង្គការពីរហ្នឹងគឺសហការគ្នាហើយអញ្ចឹងចុងក្រោយខ្ញុំចង់ថាលើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងហ្នឹងចូលរៀនដើម្បីទទួលបានសេវាកម្មល្អព្រោះទី1វាអត់បាច់បង់លុយបង់កាក់ហើយទី2គេមិនទាមទារឲ្យយើងទាំងអស់តែគេចង់បានតែគំនិតរបស់យើងគេចង់ឲ្យគំនិតរបស់យើងហ្នឹងប្រើត្រូវឲ្យយើងរកចំណេញទុកក្នុងខ្លួនយើងចោះអូខេអរគុណច្រើនចុះបើសិនជាលោកបានជាប់ជោគជ័យសង្ឃឹមថាជាប់បានលេខ1ជោគជ័យនៅក្នុងការប្រកួតប្រជែងចុងក្រោយបំផុតតើកម្មវិធីរបស់លោកដែលថាជាកម្មវិធី After School Program ឬក៏ជួយកូនក្មេងក្រៅសាលាហ្នឹងនឹងបើកនៅទីណាហើយពេលខែណាដែរក្នុងគម្រោងរបស់ខ្ញុំបាននិយាយជាមួយសមាគមខ្មែរគឺថាទី1ខ្ញុំធ្វើនៅក្នុងសមាគមខ្មែរហើយប្រហែលជាក្នុងខែ10ហ្នឹងអាចចាប់ផ្ដើមបានខែ10ណាមិនខែ9ទេបាទអរគុណច្រើនចុះលោកស្រីតារាសុកថាតើអ្វីជាគំនិតផ្ដាំផ្ញើចុងក្រោយដល់ទូរទស្សន៍សង្គមយើងគំនិតផ្ដាំផ្ញើរបស់ខ្ញុំដូចថាកុំឲ្យខ្លាចដូចខ្ញុំអញ្ចឹងកុំឲ្យខ្លាចអសោះបើសិនយើងមានគំនិតហើយយើងគួរតែដាក់ចូលទៅក្នុង E4all ហ្នឹងទៅព្រោះឯគេនឹងជួយដូចខ្ញុំនិយាយពីមុនមកអញ្ចឹងគឺគេនឹងជួយសម្លៀងយើងហើយនឹងគ្រប់គ្រងគំនិតរបស់យើងគឺគំនិតរបស់យើងមិនថាតូចថាធំទេគឺនឹងបានជោគជ័យពេលដែលយើងចូលទៅជាមួយនឹង E4all ហ្នឹងអរគុណច្រើនឥឡូវយើងដល់ពេលវេលាដែលត្រូវបញ្ចប់ហើយអរគុណចំពោះគំនិតដ៏ល្អហើយនឹងពាក្យពេចន៍ផ្ដាំផ្ញើដ៏ល្អដល់របស់អ្នកទាំងពីរសូមអរគុណហើយសូមជូនពរប្រកបដោយជោគជ័យសង្ឃឹមថាអ្នកទាំងពីរនឹងបានជាប់រង្វាន់ដ៏ធំនៅក្នុងពេលប្រកួតប្រហែលជា2-3សប្តាហ៍ទៀតអញ្ចឹងណាបាទអរគុណច្រើនសម្រាប់ពេលអរគុណបាទសូមសម្រាប់បន្តិចបាទឆោមឆាយាស្នេហាបងដែរឬអីបងអង្គបងស្រីសូមនាងមេត្តាបើស្ម័គ្រមិនស្ម័គ្រក៏សូមតែស្រីនាងថាឲ្យបងដឹងខពេលក្រោកពីដេកបើកភ្នែកក្រឡេកសំឡឹងមិនថាប្រលឹងនាងនៅជិតបងដៃក្រសោមរៀមបីអូនអោបត្រកព្រោះបងស្នេហាបើសិនជានាងព្រមស្ម័គ្រខ្ញុំកុំព្រួយបារម្ភសោះឡើយណានាងចង់ជិះឡានឬ Vespa សូមតែវាចាមកចុះនាងឬមួយចង់បណ្ដាគ្នាលេងឬចង់ស្ដាប់ភ្លេងឬចង់រៀងសូមតែវាចាមកចុះនាងបងគៀនបងទេអោនារីអើយឬមួយអូនចង់មើលល្ខោកូនខ្លួនបារាំងអាមេរិកកាំងអង់គ្លេសតាមតែចិនចង់រៀងពុំហ៊ានជុំទោះទេឲ្យតែស្រីស្មាំង
សិនជានាងព្រមស្ម័គ្រខ្ញុំកុំព្រួយបារម្ភសោះឡើយណានាងចង់ជិះឡានឬវេសប៉ាសូមតែវាចាមកចុះនាងឬមួយចង់បណ្ដាគ្នាលេងឬចង់ស្ដាប់ភ្លេងឬចង់រៀងសូមតែវាចាមកចុះនាងបងគ្រៀងបំទេអោនារីអើយឬមួយអូនចង់មើលល្ខោនសុនហ៊ុនបារាំងអាមេរិកកាំងអង់គ្លេសតាមតែចិត្តចង់រៀងគុំហ៊ានជុំទោះទេអើយតែស្រីស្មាបាទជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីជាថ្មីម្ដងទៀតឥឡូវភ្ញៀវ2រូបបានចាក់ចេញពីបន្ទប់ផ្សាយរបស់យើងហើយយើងកំពុងតែមានវត្តមាននៅក្នុង Studio LTC ផ្សាយចេញពីទីក្រុង Lowell រដ្ឋ Massachusetts ហើយនេះគឺជាស្ថានីយ៍ដែលយើងកំពុងផ្សាយពី Studio A ឥឡូវយើងមានភ្ញៀវកិត្តិយសមួយរូបទៀតកំពុងតែមានវត្តមាននៅទីនេះហើយមានព័ត៌មានសំខាន់សម្រាប់ចែកជូនលោកតាលោកយាយប្រិយមិត្តទូរទស្សនិកជនទី1ខ្ញុំសូមជម្រាបសួរ Thank you Liana for coming down here. Yeah, can you introduce yourself to the audience? My name is Liana Kushi and I'm the Executive Director for Entrepreneurship for All, or E for All as we call ourselves here in Lowell and Lawrence. បាទនេះគឺជាអ្នកស្រី Liana Kuchi ហើយសូមជម្រាបផងដែរថាគាត់គឺជាភរិយារបស់លោកសវណ្ណាពៅ So I just say you are Savanna's wife. That too. បាទនេះគឺជាភរិយាថ្មីថ្មោងរបស់លោកសវណ្ណាពៅហើយគាត់គឺជានាយកប្រតិបត្តិរបស់អង្គការ E for All នេះគឺជាខ្ញុំសូមបង្ហាញបន្តិចនេះគឺជា fly ឬ poster របស់អង្គការ E for All ដែលភាសាខ្មែរបកថាសហគ្រិនភាពដើម្បីមនុស្សគ្រប់គ្នាបាទនេះភាសាខ្មែរយើងសាមញ្ញថាបងប្អូនដែលចង់ចេះរកស៊ីនឹងអាចទៅរៀនបានគ្រប់គ្នា So what is your mission coming down here tonight? Sure. So at E for All, our mission is to strengthen the cities of Lowell and Lawrence through entrepreneurship. So we want to help people like Tarith and Dara to not just share their ideas for a business or a nonprofit, but to help get it started. So this fall, we have a couple pitch contests coming up where people can share their idea for a chance to win some money. So we have one in Lawrence on October 6th, and then we have one in Lowell on October 27th. But more importantly are the deadlines. So if someone wants to apply and share their idea, it's a really simple application. The deadline for the first contest is September 15th, just 2 weeks away. Yeah. And then the deadline for the second contest is October 11th. So they can just go on our website, eforall.org, and they can get more information. They just pick the location, so Lowell or Lawrence, and they can get some more information, or they can go to a link that is being showed on the screen. Okay. Okay, I see the link was cut off a little bit, so I would like to read. Maybe we can adjust the link so that people can see. អ្នកស្រី Liana Kuchi អញ្ជើញមករាត្រីនេះគឺចង់ជម្រាបអំពីកម្មវិធី E for All ដែលរៀបចំប្រកួតប្រជែងភាសាអង់គ្លេសថា pitch contest គឺប្រកួតប្រជែងបង្ហាញគំនិតដោយតារាសុកហើយនិងតារារ៉េតខូដែលបានបង្ហាញមិញហ្នឹងគឺជាឱកាសល្អមែនទែនដើម្បីលោកស្រីអ្នកនាងកញ្ញាទាំងអស់គ្នាអាចទៅប្រកួតប្រជែងគំនិតរបស់យើងដើម្បីបានថវិកាផងហើយយើងបានគំនិតសម្រាប់យកទៅរកស៊ីផងដែរខាងអង្គការ E for All មិនមែនត្រឹមតែជួយគោលបំណងឬក៏បេសកកម្មរបស់អង្គការ E for All មិនមែនត្រឹមតែជួយឲ្យគាត់នឹងចេះរកស៊ីឲ្យគាត់មានគំនិតសម្រាប់យកទៅបង្ហាញទេឲ្យគាត់នឹងជោគជ័យនៅក្នុងកិច្ចការរកស៊ីផងដែរឥឡូវនេះសាកល្បងមើលថាតើយើងយកគំនិតនឹងទៅប្រកួតប្រជែងជាមួយអ្នកដទៃនឹងអាចឈ្នះដូចជាលោកតារារ៉េតខូដែរឬទេថ្ងៃដែលដាក់ពាក្យគឺនៅថ្ងៃទី15ខែកញ្ញាឥឡូវហ្នឹងយើងនៅសល់តែ2សប្តាហ៍ទៀតទេបាទសូមអញ្ជើញតាក់ទងហើយសូមអញ្ជើញចូល website គឺ www.bit.ly ហើយ /fall 16 pitch នេះគឺជា link ដែលបងប្អូនអាចចូលបានឬក៏តាក់ទងផ្ទាល់ជាមួយនឹង Liana ឬក៏តាក់ទងទៅសមាគមខ្មែរដើម្បីជួយបើសិនមិនដឹងទេបើមានកំណត់អីក៏ដោយក៏សូមអញ្ជើញហើយការប្រកួតប្រជែងហ្នឹងគឺធ្វើឡើង2គឺទី1នៅខែ10ថ្ងៃទី6នៅទីក្រុង Lawrence ហើយមួយទៀតគឺធ្វើនៅថ្ងៃទី27នៅទីក្រុង Lowell បាទនេះគឺជាព័ត៌មានសំខាន់មែនទែនសូមអញ្ជើញតាក់ទងហើយចូលតាម website ទៅដើម្បីបានព័ត៌មានពិតប្រាកដហើយបើសិនជាចង់បានព័ត៌មានបន្ថែមតាក់ទងទៅ Liana Do you have email or website
Yeah, we have my email address. We can put it on the screen. Yeah, okay, right there. Yeah, so email my email is Liana liana at e4all.org នេះគឺជា email របស់ Liana ហើយទូរស័ព្ទគឺ97883346518 ហើយ cell phone របស់គាត់គឺ617 388 5465 ហើយអាសយដ្ឋានរបស់អង្គការ E4all គឺ175 Cable right you read Cable Street is it Cable or Cabot okay Cabot Street ហើយ Suite 100 ទីក្រុង Lowell 01854 នេះគឺជា website របស់អង្គការ E4all គឺ e4all.org លោកអ្នកអាចចូលតាម link ហ្នឹងដើម្បីមើលព័ត៌មានបន្ថែម so any qualification that you screen them out or screen them in That's a really good question. So actually, there's no qualification. They don't have to have done a business before. They just have to have an idea, and they have to have an idea of like who they want to sell to. And so we just ask 5 simple questions on the application. And then if they have any questions or they'd like some help filling out the application, they could always contact me. Okay បាទខ្ញុំបានសួរគាត់សួរ Liana ថាតើមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះដើម្បីជ្រើសរើសឬក៏វាតម្លៃថាតើបុគ្គលណាអាចចូលប្រកួតប្រជែង pitch contest នឹងបានគាត់ថាមិនមានទេអ្នកណាក៏អាចចូលរួមបានដែរមិនចាំបាច់អ្នករកស៊ីធ្លាប់រកស៊ីឬក៏អ្នកដែលមិនធ្លាប់រកស៊ីទេគេមានសំណួរចំនួន5ដើម្បីនឹងវាតម្លៃថាតើគំនិតរបស់យើងនឹងមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះចំណុចសំខាន់គឺសូមតាក់ទងជាមួយនឹង Liana ឬក៏តាក់ទងជាមួយនឹង E4all តែម្ដងហើយគោលបំណងដែលគេចង់បានហ្នឹងគឺគេបំពេញ form ហើយគេសួរសំណួររបស់យើងតែបន្តិចទេ any products any services that you call it a limitation So the first contest in Lawrence on October 6th, we're looking for any ideas that we call maker ideas. Maker. That means you have to produce something. Produce something with your hands. Okay, so with their hand. Food, or it could be arts and crafts, or it could be even a computer idea because you use your hands on the computer. Yeah. Okay. So, and then the second pitch contest in Lowell is absolutely any idea. Any idea. Okay, open all. Open to all. បាទខ្ញុំបានសួរ Liana ថាតើគំនិតអ្វីដែលគេចង់បានដើម្បីយកទៅប្រកួតប្រជែងនៅទីក្រុង Lawrence គឺជាគំនិតមួយចង់ឲ្យឃើញថាយើងអាចធ្វើអ្វីបានជាមួយនឹងដៃរបស់យើងគឺ manual យើងប្រើម្រាមដៃអាចធ្វើជារបស់ដូចអញ្ចេះក៏បានដែរអាចធ្វើជា program កុំព្យូទ័រក៏បានឲ្យតែរបស់យើងអាចផលិតដោយដៃធ្វើតុធ្វើទូឬក៏ធ្វើឆ្នាំងឬធ្វើនំធ្វើអីក៏ដោយឲ្យតែធ្វើដោយដៃនេះគឺនៅទីក្រុង Lawrence ចំណែកនៅទីក្រុង Lowell គំនិតនោះគឺទូលំទូលាយចង់ជាគំនិតផ្ដល់សេវាក៏ដោយបង្កើតផលិតផលក៏ដោយឬក៏ធ្វើជាមជ្ឈមណ្ឌលមានក៏ដោយស្រេចយើងទេនេះគឺជាគំនិតទូទៅទាំងអស់ Anything else that you want to add to this to tonight Everybody who applies to a pitch contest, and then after the pitch contest in the winter, being December, we'll have the accelerator that Tararith and Dara are participating in. But anyone who applies to anything, we have 3 mentors read the application, and we always provide written feedback. And so we're always trying to help people. So you are talking about if they decide to enroll in the program? No, even if they just apply. Just apply for the contest? Yes, the contest or the accelerator. So you will help them, you groom them. So we always give them feedback. So we really encourage people, apply to the pitch contest first, get some feedback, share your idea, maybe win some money, and then enter the accelerator program. Okay. Yeah. Okay, សំណួរខ្ញុំចុងក្រោយបំផុតតើគាត់មានគំនិតអ្វីដែលយើងបញ្ជាក់ជូនលោកតាលោកយាយឬក៏ប្រិយមិត្តទាំងអស់ហ្នឹងគាត់ថាគំនិតសំខាន់ជាងគេបំផុតហ្នឹងគឺគេចង់ឲ្យយើងហ្នឹងទទួលបានជំនួយយ៉ាងម៉េចនៅពេលដែលយើងចង់ប្រកួតប្រជែងហ្នឹងយើងមានគំនិតហើយក៏ប៉ុន្តែមិនចេះតម្រៀបគំនិតដោយលោកតារារិទ្ធគាត់បាននិយាយអញ្ចឹងគំនិតរបស់យើងមានល្អណាស់ប៉ុន្តែអាចចេះតម្រៀបទេអញ្ចឹងខាងអង្គការ E4all នេះនឹងមាន mentor មានចំនួន3រូបគេអានសំណួរចម្លើយរបស់យើងនៅក្នុង form ហ្នឹងទៅហើយគេនឹងចោទសំណួរទៅវិញថាតើគំនិតរបស់យើងហ្នឹងល្អដែរទេហើយធ្វើទៅរួចដែរទេទាំងអស់ហ្នឹងហើយគឺជួយឲ្យយើងអាចជោគជ័យឈ្នះបានលុយទៅប្រើប្រាស់ផងដែរដូចជាលោកតារារិទ្ធឈ្នះ750អញ្ចឹងហើយលើពីនោះទៀតលោកអ្នកអាចចុះឈ្មោះចូលរៀនជាមួយនឹងអង្គការ E4all ផងដែរនៅក្នុង when will you start the accelerator program? The accelerator will start in December, the beginning of December, but the application December. Okay. Yeah. បាទកម្មវិធីដែលយើងចូលរៀននៅក្នុងអង្គការ E4all ហ្នឹងនៅខែ12ឯណោះតួលេខពិតប្រាកដថ្ងៃខែពិតប្រាកដហ្នឹងយើងនឹងមាននៅក្នុង website របស់អង្គការ E4all រីត្រីនេះយើងនឹងមិននិយាយពីរឿងការចុះឈ្មោះចូលរៀនទេក៏ប៉ុន្តែលើកទឹកចិត្តឲ្យចូលរួមប្រកួតបាទ So thank you very much for your time coming down here and for your good idea. Thank you. Thank you very much. Thank you. Okay.
ល់បងពីជើងពួកយើងរុនត្រីសូមអស្រីស្រីចងក្បិនឲ្យតាំងប្រយ័ត្នឆ្លៀងទៀមបងមិនធ្វើដឹងប្រាប់មុនគុំខឹងបងមិនជួយទេស្រីមិនต้องសាំងខ្លាចឆ្លើងទៀមអីមិនខ្ចីខ្លាចអីសាប់ឆ្លើងក្បាលខ្លីមិនខ្ចីខ្លាចទេប៉ុន្តែអ្នកឯងប្រយ័ត្នខ្មាំងគេត្រីឆ្លូញហារេចាំតែតាចង់វ៉ាមានល្បិញចង់ក្ដេញតែយីមិនស្រួលហើយងាយដូចពាក្យនាងថាក្រែងមិនដូចថាបើចាំត្រីរសូមចាប់កវីចាប់បានកាត់ក្បាលឲ្យវាទុនកឲ្យបងលេងទេអូនហើយកុំខឹងណាកែប្រលឹងបងសូមងបងបើចាំត្រីឆ្ដោសុំធ្នមឲ្យល្អហើយកុំកាញ់ក៏អាណិតវាផងសពនឹងប្រកខើខូចខាងវាចាតែបងមានប្រាជ្ញាពុំមានឆ្លើយឆ្លងមិនចង់ឆ្លើយឆ្លងបានបងធ្វើប្តីរួមរកស្នេហ៍ស្នងបងថ្នាំងបងធ្នមដឹងតែលើក្រែបាទសូមជម្រាបសួរសាជាថ្មីប្រិយមិត្តទូរទស្សនិកជនដែលកំពុងតាមដានទូរទស្សន៍សមាគមខ្មែរឥឡូវនេតិសម្ភាសរបស់យើងបានចូលដល់ទីបញ្ចប់ហើយខ្ញុំសូមនាំយកនេតិព័ត៌មានសំខាន់របស់ខ្ញុំគឺរឿងវិទ្យាសាស្ត្រដែលខ្ញុំបានត្រៀមមកពី3សប្តាហ៍កន្លងមកហើយតែมันមានឱកាសយកមកផ្សាយជូនទី1គឺនិយាយអំពីជំងឺដែលបង្កដោយ virus ឈ្មោះថា Zika ឬក៏អង់គ្លេសហៅថា Zika virus ហើយទី2តកតងជាមួយនឹងការប្រកួតប្រជែងដណ្ដើមកៅអី President នៅក្នុងឆ្នាំ2016នេះដែលចោទសំខាន់ជាងគេបំផុតគំនិតអំពី Science ឬខាងវិទ្យាសាស្ត្រហើយចុងក្រោយគឺតកតងនឹងជំងឺខួរក្បាលដ៏កាចសាហាវមួយឈ្មោះថា Alzheimer ភាសាខ្មែរយើងអត់មានពាក្យទេ Alzheimer ហ្នឹងគឺជំងឺដែលធ្វើឲ្យបាត់បង់ការចងចាំយ៉ាងធ្ងន់ធ្ងរមែនទែនឥឡូវយើងចូលទៅដល់ជំងឺ Zika តើជំងឺ Zika ហ្នឹងវាគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងណាហើយនៅលើពិភពលោកកំពុងតែរីករាលដាលរាតត្បាតទៅដល់ទីណាខ្លះបាទបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្របានរកឃើញថាមនុស្សប្រុសដែលទទួលមេរោគដោយសារសត្វមូសវាចុចតិចទៅក្នុងខ្លួនហ្នឹងហើយបញ្ចូលមេរោគ Zika ចូលទៅក្នុងខ្លួនហ្នឹងvirus ឬក៏ virus ដែល Zika នៅក្នុងឈាមមនុស្សប្រុសហ្នឹងវាចូលទៅក្នុង sperm ឬក៏ទឹកកាមរបស់បុរសនោះហើយបុរសនោះនឹងបន្តជំងឺបន្ត virus ហ្នឹងរហូតទៅដល់6ខែនោះបានន័យថាគាត់នៅបន្តរួមភេទហ្នឹងគឺ virus នៅបន្តរហូតហើយនៅពេលដែលបន្តពូជបានកើតជាកូនមកហ្នឹងកូននឹងកើតចេញមកហ្នឹងកូននោះវានឹងคล้ายទៅជាទារកយ៉ាងពិបាករស់មែនតើគឺកូនក្មេងដែលមានខួរក្បាលតូចភាសាអង់គ្លេសហៅថា microcephaly ដូចជារូបភាពនៅក្នុងកញ្ចក់ទូរទស្សន៍នេះស្រាប់អញ្ចឹង microcephaly នេះនៅពេលដែលធំធាត់ទៅមិនអាយុប្រហែលទេប្រហែលយើងអាចស្លាប់នៅក្នុងប្រហែលជា20ឆ្នាំទៅ30ឆ្នាំនេះគឺជារូបភាពនៅក្នុងប្រទេសប៉ាគីស្ថានប្រទេសប៉ាគីស្ថានមានជំងឺ Zika នឹងយូរមកហើយប៉ុន្តែគេមិនបានដាក់ឈ្មោះថាជាជំងឺ Zika ទេនៅប្រទេសប៉ាគីស្ថានគេមានជំនឿបុរាណគេជឿថាបរិសុទ្ធនឹងគឺជាសត្វកណ្ដុរមកចាប់ជាតិព្រោះមុខមានមុខមាត់ហើយមានច្រមុះមានក្បាលដូចជាសត្វកណ្ដុរអញ្ចឹងហើយគាត់គេប្រើគាត់នឹងឲ្យទៅសុំទាននៅតាមផ្លូវថ្នល់តាមទីក្រុងនានាដើម្បីយកថវិកាចិញ្ចឹមខ្លួនចិញ្ចឹមគ្រួសារផងដែរពេលដូចជាខ្មែរយើងមានកូនពិការដៃពិការជើងដើរសុំទាននៅភ្នំពេញអញ្ចឹងនេះគឺជាគំនិតមួយមិនល្អពីព្រោះយើងប្រើប្រាស់មនុស្សដែលពិការហ្នឹងដើម្បីរកលុយសម្រាប់មនុស្សល្អវិញមិនមែនមនុស្សល្អរលុយចិញ្ចឹមឬមនុស្សមិនល្អទេហើយចំណុចសំខាន់ដែលខ្ញុំចង់និយាយនៅក្នុងរដ្ឋនេះអង្គការ CDC បានចេញផ្សាយមកថាមិនមែន virus ដែលមូសនឹងបញ្ចូលទៅក្នុងខ្លួនកូន
ឬក៏អ្នកមានផ្ទៃពោះហ្នឹងហើយមនុស្សទាំងអស់ហ្នឹងកូនក្មេងទាំងអស់ហ្នឹងនឹងមានជំងឺ microcephaly ឬក៏រោគសញ្ញា microcephaly ក៏ខួរក្បាលតូចហ្នឹងទាំងអស់ទេគឺមានតែ 1% ទៅ 13% ទេបានន័យថាក្នុងចំណោមកូនក្មេង100នាក់មាន1នាក់ឬក៏អាចមាន13នាក់ដែលមាន microcephaly ឬក៏ខួរក្បាលតូចប៉ុន្តែយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននៅពេលដែលយើងធ្វើដំណើរទៅតំបន់ផ្សេងៗនៅសហរដ្ឋអាមេរិកនេះនៅក្នុងរដ្ឋ Louisiana រដ្ឋ Texas ហើយឥឡូវមានរហូតមកដល់រដ្ឋ New York ហើយដែល virus Zika ហ្នឹងបានរាតត្បាតតាមរយៈសត្វមូសហើយជាពិសេសបើសិនជាយើងធ្វើដំណើរទៅឯប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកឬក៏ទៅតំបន់យើងហៅអាស៊ីអាគ្នេយ៍រួមបញ្ចូលទាំងប្រទេសខ្មែរផងដែរសូមប្រុងប្រយ័ត្នមែនទែនក្រែងលោមានមូសខាំហើយមូសមិនដឹងថាមូសណាមួយទេយើងមិនអាចទៅកណនាទៅឆ្លោះមើលថាមូសនេះចម្លង Zika ឬមិនចម្លង Zika ទេឲ្យតែមូសខាំគឺយើងត្រូវតែប្រុងប្រយ័ត្នអាចនឹងឆ្លងជំងឺផ្សេងៗរួមទាំងជំងឺ Zika virus នេះផងដែរ Zika ជាជំងឺមួយដែលកើតនៅឯតំបន់អាហ្វ្រិកប៉ុន្តែឥឡូវបានរីករាលត្បាតទៅដល់ប្រទេស108រហូតដល់ទៅជិតដល់120ប្រទេសទៅហើយអញ្ចឹងយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននៅពេលធ្វើដំណើរចាកចេញពីប្រទេសអាមេរិកនេះជាតំបន់ដែលមានកន្លែងការពារល្អមានមណ្ឌលថែទាំសុខភាពល្អក៏ប៉ុន្តែយើងទៅតំបន់ឆ្ងាយអាចនឹងប្រឈមមុខបានមួយទៀតដែលខ្ញុំសូមលើកយកមកនិយាយគឺរឿងវិទ្យាសាស្ត្រដដែលតាក់ទងជាមួយនឹងការជជែកដេញដោលគ្នារវាងគណៈបកខាងសាធារណរដ្ឋហើយនិងគណៈបកប្រជាធិបតេយ្យ Republican ហើយនិង Democrat ពីព្រោះមានមនុស្សជាច្រើននៅក្នុងគណៈបកប្រជាធិបតេយ្យខាង Democrat ហ្នឹងបានចោទទម្លាក់ទៅគណៈបកសាធារណរដ្ឋឬក៏ Republican ហ្នឹងថាជាគណៈបកដែលមិនយកចិត្តទុកដាក់មិនឲ្យតម្លៃទៅលើវិទ្យាសាស្ត្រទេពីព្រោះបច្ចុប្បន្ននេះវិទ្យាសាស្ត្រគឺជាវាហៅថាភ្លើងចន្លោះឬក៏ភ្លើងចន្ទោលដើម្បីរុញប្រទេសមួយឲ្យបានរីកចម្រើនទៅមុខដើម្បីឲ្យសេដ្ឋកិច្ចប្រទេសមួយរីកចម្រើនដើម្បីឲ្យប្រជាជននៅក្នុងប្រទេសមួយនឹងមានសមត្ថភាពចំណេះដឹងជ្រៅជ្រះបានបើសិនជាគណៈបកណាមួយឬក៏ប្រធានាធិបតីណាមួយគាត់មិនគាំទ្រខាងវិទ្យាសាស្ត្រទេគាត់ជឿតែរឿងខាងសាសនាខ្លាំងជាពិសេសដែលដូចជាអ្នកខាង Democrat ក៏ចោទខាង Republican ថាលោក Donald Trump នឹងមិនសូវជាជឿទៅលើខាងវិទ្យាសាស្ត្រទេគឺជឿទៅលើ Bible ទៅលើគម្ពីរសាសនាគ្រិស្តនោះហើយដែលធ្វើឲ្យមានបញ្ហាកង្វល់ក្នុងចំណោមមហាជនជាពិសេសអ្នកវិទ្យាសាស្ត្រពីព្រោះថាថវិកាដែលត្រូវចំណាយទៅលើការសិក្សាស្រាវជ្រាវនោះមានកាន់តែតិចទៅបើសិនជា President នោះគាត់មិនជឿទៅលើវិទ្យាសាស្ត្រទេមានសំណួរមួយដែលគេចោទថាតើមនុស្សឬក៏របស់ទាំងឡាយកើតមកពីទីណាអ្នកខ្លះគេបាននិយាយថាអ្នកវិទ្យាសាស្ត្របាននិយាយថាមាន Big Bang ពាក្យថា Big Bang គឺកាលពីដើមមែនតើគឺប្រហែលជាខ្ទង់13ទៅ14,000 លានឆ្នាំកន្លងមកហ្នឹងមានការផ្ទុះមួយយ៉ាងធំដែលបង្កើតបានជាតារាទាំងឡាយបង្កើតបានជាភពទាំងឡាយនៅក្នុងរយៈកាល13,000 លានឆ្នាំក្រោយរួមទាំងផែនដីរួមទាំងព្រះអាទិត្យនិងព្រះច័ន្ទផងដែរនៅលើផែនដីគឺជាតំបន់ដែលអាចអនុញ្ញាតឲ្យជីវិតកកើតរស់រានមានជីវិតបានក៏ប៉ុន្តែនៅក្នុងសំណួរមួយដែលគេសួរថាតើអ្នកវិទ្យាសាស្ត្រជឿឬទេដែលអាចរកឃើញទេថាមានបំផ្ទុះនោះមែនតើប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថាគេរកឃើញហើយសំណល់ភស្តុតាងនៃ Big Bang នៃបំផ្ទុះលើកទី1ប៉ុន្តែអ្នកខ្លះបាននិយាយថាចុះនៅពីមុន Big Bang ទេនោះតើមានអ្វីកើតឡើងអ្នកវិទ្យាសាស្ត្រនៅមិនទាន់ចោទឆ្លើយនៅមិនទាន់ឆ្លើយរកចម្លើយឃើញទេប៉ុន្តែនៅក្នុងពេលដែលអ្នកវិទ្យាសាស្ត្រខ្វះភស្តុតាងខ្វះទឹកតាំងខ្វះ data ដើម្បី make conclusion ឬក៏ធ្វើការសន្និដ្ឋាននេះមានខាងអ្នកជឿទៅលើសាសនាគ្រិស្តយ៉ាងច្រើនបានអុកដុកដានទៅលើអ្នកវិទ្យាសាស្ត្រហើយបញ្ឈប់មិនឲ្យមានកម្មវិធីបង្រៀនខាងវិទ្យាសាស្ត្រជាពិសេសគេហៅថា evolution ឬក៏ដំណើរវិវត្តនៃសត្វដូចជាកាលពីខ្ទង់ឆ្នាំ1900ជា1920មានការកាត់ទោសគ្រូបង្រៀនខាងវិទ្យាសាស្ត្រមួយដែលគេដាក់ថា scope trial ឬក៏ the monkey trial ឬក៏កាត់ទោសការកាត់ទោសស្វាតាមពិតទៅមិនមែនទេគឺការកាត់ទោសលោកគ្រូមួយរូបដែលបង្រៀនអំពីដំណើរវិវត្តរបស់សត្វឲ្យคล้ายទៅជាមនុស្សបាទដោយសារតែប្រទេសអាមេរិកកាលពីសម័យដើមនឹងជឿយ៉ាងខ្លាំងមែនទែនមុតមមមែនទែនទៅលើគម្ពីរ Bible ឆើចនៅគ្រប់កន្លែងគេបង្រៀនថាមិនមានព្រះមិនមានមនុស្សណាកើតមកពីស្វាទេមានតែព្រះទេអ្នកបង្កើតបាទដល់ពេលអញ្ចឹងទៅនៅពេលកើតក្តីលោកគ្រូបង្រៀននោះក៏បានចាញ់ក្តីបាទហើយគេបង្គាប់តុលាការបង្គាប់បង់លុយ$100ប៉ុន្តែលោកគ្រូគាត់បដិសេធមិនបង់ទេក្រោយមកទៀតនៅក្នុងឆ្នាំប្រហែលជា2000ជាងមានកាត់ទោសមួយនៅអាមេរិកនៅដដែលហ្នឹងក៏មានការកាត់ទោសអំពីរឿងការមិនជឿលើពាក្យថា evolution ឬក៏ដំណើរវិវត្តនៃសត្វទាំងផងដែរនេះខាងអ្នកខាងជឿទៅលើ Bible ហ្នឹងគេដុកដានមែនទែនប៉ុន្តែចៅក្រមនៅទីនោះគាត់ទោះបីគាត់មានជំនឿទៅលើគ្រិស្តសាសនាមែនក៏ប៉ុន្តែគាត់បានកាត់ក្តីដោយយកភស្តុតាងជាគោលគេបានកាត់ក្តីឲ្យខាង creationism ហ្នឹងបរាជ័យឬក៏ខាង intelligence design បរាជ័យហើយក៏បណ្ដោយឲ្យលោកគ្រូបង្រៀននៅតាមសាលារៀនហ្នឹងបង្រៀនអំពីវិទ្យាសាស្ត្រគឺដំណើរវិវត្តរបស់មនុស្សពីសត្វឥតតូចៗហ្នឹងមកដល់បច្ចុប្បន្ននេះឯង
ឥឡូវនេះបើសិនយើងសម្លឹងមើលអំពីការប្រកួតប្រជែងបេក្ខជនតំណាងទាំងពីរ Hillary Clinton ហើយនិង Donald Trump យើងឃើញថានៅរដ្ឋខាងត្បូងដែលគេហៅថា Bible Belt នោះគេមានការដកដានយ៉ាងខ្លាំងហើយគេជឿយ៉ាងខ្លាំងទៅលើលោក Donald Trump ដោយសារតែគេជឿថាលោក Donald Trump នឹងការពារ Bible នឹងការពារគម្ពីរគ្រឹស្តសាសនាហើយចំណែកអ្នកស្រី Hillary Clinton វិញគាត់ហាក់ដូចជាមិនសូវការពារគំនិតនៅក្នុងគម្ពីរ Bible ប៉ុន្មានទេគាត់ជឿថាគាត់ប្រើពាក្យថា quote និង quote I believe in science គាត់ជឿលើខាងវិទ្យាសាស្ត្រវិញអញ្ចឹងអ្នកទាំងអស់គ្នាដែលជាអ្នកបោះឆ្នោតលោកតាលោកយាយអ្នកបោះឆ្នោតនឹងសាច់នឹងលោកតាលោកយាយបោះឆ្នោតឯណាមួយគឺសម្រេចចិត្តលើលោកតាលោកយាយទាំងអស់គ្នាទេខ្ញុំគ្រាន់តែនាំយកព័ត៌មានមកចែកជូនដើម្បីឲ្យដឹងថាតើគូពិចារណាយ៉ាងណាចំពោះបេក្ខជនទាំងពីរដែលនឹងប្រុងនឹងឡើងទៅអង្គុយកៅអីប្រធានាធិបតីនៅក្នុងឆ្នាំ2016-17នេះបាទមួយទៀតដែលខ្ញុំសូមលើកយកមកចែកជូនលោកតាលោកយាយផងដែរគឺតើតើនឹងជំងឺ Alzheimer ខ្មែរយើងពីដើមតែងតែនិយាយបដៅកូនចៅថាកុំវាយក្បាលឆ្មាកុំខោកឆ្មាពីព្រោះឆ្មាហ្នឹងវានឹងធ្វើឲ្យយើងហ្នឹងមានជំងឺញ័រដៃញ័រជើងនៅពេលយើងចាស់ទៅបាទតាមពិតទៅជំងឺញ័រដៃញ័រជើងហ្នឹងគឺជាផ្នែកមួយនៃជំងឺ Parkinson ភាសាអង់គ្លេសថា Parkinson ប៉ុន្តែថ្ងៃនេះខ្ញុំមិនលើកយកជំងឺញ័រដៃញ័រជើងទេប៉ុន្តែខ្ញុំលើកយកជំងឺដែលបំផ្លាញខួរក្បាលរបស់យើងនៅពេលដែលយើងឈានចូលដល់អាយុ65ឆ្នាំឡើងទៅកាលណាខួរក្បាលរបស់យើងផ្នែកយ៉ាងច្រើននៅក្នុងខួរក្បាលរបស់យើងជាពិសេសកោសិកាដែលជួយឲ្យយើងចងចាំនោះភាសាអង់គ្លេសថា memory cell ហ្នឹងវានឹងងាប់ទៅបាទស្លាប់បាត់បង់ទៅនៅក្នុងរូបភាពនេះខាងឆ្វេងដៃសំទោសខាងស្ដាំដៃលោកអ្នកគឺខួរក្បាលធម្មតាប៉ុន្តែខាងស្ដាំដៃខាងឆ្វេងដៃលោកអ្នកខាងស្ដាំដៃខ្ញុំគឺជំងឺ Alzheimer យើងឃើញមានប្រហោងច្រើនណាស់ដែលកោសិកានឹងវាងាប់បាត់ទៅនៅពេលដែលគេឆ្លោះមើលយើងឃើញខួរក្បាលរបស់យើងប្រហោងច្រើនមែនទែននឹងហើយដែលបង្ហាញថាយើងនឹងកំពុងតែបាត់បង់ការចងចាំយើងកំពុងតែវង្វេងយើងកំពុងតែញ៉ាំបាយរួចហើយដើរចេញទៅពីតុបាយយើងភ្លេចថាអូខ្ញុំញ៉ាំបាយហើយឬនៅយើងដាក់សំណួរខ្លួនឯងអញ្ចឹងនេះហើយគឺជាបញ្ហាដែលចោទយ៉ាងធ្ងន់ធ្ងរមែនទែននៅក្នុងចំណោមប្រទេសសូម្បីតែប្រទេសរីកចម្រើនក៏ដោយប្រទេសក្រីក្រក៏ដោយជួបប្រទះបញ្ហានេះដូចគ្នានេះគឺជាសញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកទាំងអស់គ្នាអាចនឹងមានជំងឺ Alzheimer បើមានបញ្ហាហ្នឹងសូមតាក់ទងជាមួយនឹងលោកគ្រូពេទ្យជាបន្ទាន់ដើម្បីឲ្យលោកគ្រូពេទ្យជួយថាតើយើងអាចបន្ថយល្បឿននៃការស្លាប់របស់កោសិកាខួរក្បាលហ្នឹងឲ្យបានល្អបន្តិចកុំឲ្យវាលឿនពេកកាលណាយើងស្លាប់កោសិកាខួរក្បាលនឹងស្លាប់លឿនពេកវានឹងធ្វើឲ្យយើងនឹងបាត់បង់ការចងចាំទាំងអស់សូម្បីតែមុខប្រពន្ធក៏មិនចាំមុខកូនក៏មិនចាំឈ្មោះប្រពន្ធក៏មិនចាំហើយនឹងសូម្បីតែបរិភោគឬក៏ធ្វើកិច្ចការអ្វីមួយសុទ្ធតែមានអ្នកដែលដឹកដៃយើងអញ្ចឹងយើងខ្លាចទៅជាមនុស្សយន្តឬក៏ភាសាសាមញ្ញដែលខ្ញុំតែនិយាយថាយើងគឺជាខ្មោចឆៅហើយយើងមានតែរាងកាយទេប៉ុន្តែការសម្រេចចិត្តក៏យើងអត់មានការចងចាំក៏យើងអត់មានធ្វើអ្វីៗគឺសុទ្ធតែមានគេប្រាប់ទាំងអស់គេសរសេរប្រូក្រាមទាំងអស់អ្នកនៅជុំវិញក្បាលយើងនឹងបញ្ជាយើងឲ្យធ្វើអញ្ចេះបញ្ជាយើងធ្វើអញ្ចោះទើបយើងអាចធ្វើបាននេះគឺជារឿងមួយដែលយើងទាំងអស់គ្នាគួរតែភ័យព្រួយមែនតើមិនមែនភ័យព្រួយហើយយើងទៅរកលោកសង្ឃដើម្បីស្រោចទឹកឬក៏ទៅរកគ្រូទាយដើម្បីឲ្យគេជួយយើងឬក៏ទៅរកគ្រូខាងសាសនាគម្ពីរគ្រឹះសាសនាដើម្បីជួយយើងទេគឺទៅរកអ្នកវិទ្យាសាស្ត្រទៅរកលោកវិជ្ជបណ្ឌិតដើម្បីជួយយើងដើម្បីឲ្យយើងនឹងរៀនរស់នៅប្រកបដោយសុវត្ថិភាពផងហើយរស់នៅប្រកបដោយគុណតម្លៃផងដែរកុំឲ្យយើងនឹងបាត់បង់ការចងចាំទៅខ្លាចដូចជាមនុស្សយន្តមិនដឹងថាធ្វើកិច្ចការអ្វីបង្កការលំបាកដល់គ្រួសារនិងដល់ខ្លួនឯងផងដែរចំណុចសំខាន់ដែលខ្ញុំចង់ទាញភ្ជាប់នៅក្នុងរាត្រីនេះគឺផ្ដោតទៅលើការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅពេលដែលយើងទាំងអស់គ្នាព្យាយាមសិក្សាវិទ្យាសាស្ត្របានច្រើនកាលណាយើងនឹងមិនជឿយើងនឹងកាត់បន្ថយអបិយជំនឿយើងនឹងមិនជឿលើអាចារ្យឆើចឬក៏យើងមិនសូវជឿទៅលើអាចារ្យវត្តឬក៏លោកសង្ឃណាដែលនាំយករឿងអច្ឆរិយភាពឬក៏រឿងអបិយជំនឿយកមកឲ្យនៅក្នុងដាក់នៅក្នុងខួរក្បាលរបស់យើងឲ្យយើងផ្ដោតអារម្មណ៍ទៅលើសិក្សាខាងវិទ្យាសាស្ត្របានច្រើនកាលណាពេលនោះហើយការសម្រេចចិត្តរបស់យើងនឹងបានប្រសើរឡើងហើយ action របស់យើងឬអំពើរបស់យើងនឹងបានប្រសើរឡើងពេលនោះយើងនឹងមិនធ្លាក់ចូលនៅក្នុងការចាញ់បោករបស់អ្នកណាម្នាក់ហើយយើងក៏នឹងមិនសម្រេចចិត្តខុសច្រើនពេកនោះទេនេះគឺជាទូនាទីសំខាន់នៅក្នុងវិស័យវិទ្យាសាស្ត្រដែលខ្ញុំតែងតែលើកយកមកចែកជូនរៀងរាល់សប្តាហ៍ដល់លោកតាលោកយាយទាំងអស់គ្នាមិនមែនដើម្បីបន្តបង្ងាប់សាសនាទេសាសនាគឺជាសិល្បៈមួយដើម្បីរស់នៅប្រកបដោយសុវត្ថិភាពនិងចុះសម្រុងមែនធ្វើឲ្យយើងមានសន្តិភាពក្នុងចិត្តមែនក៏ប៉ុន្តែសម្រាប់ដើរទៅមុខទៀតសម្រាប់ឲ្យយើងនឹងសម្រេចចិត្តត្រឹមត្រូវនោះគឺយើងត្រូវអោបយើងត្រូវតែស្រឡាញ់យើងត្រូវតែលើកបង្កើនខាងវិទ្យាសាស្ត្រអញ្ចឹងទាញសេចក្តីសន្និដ្ឋានចុងក្រោយបំផុតការបោះឆ្នោតនៅក្នុងថ្ងៃទីនៅក្នុងខែ11បាទសូមអភ័យទោសខែ11ដែលសម្រាប់ចិត្តជ្រើសរើសប្រធានាធិបតីនឹងគឺសម្រាប់លើលោកតាលោកយាយទាំងអស់គ្នាហើយក៏ប៉ុន្តែនៅថ្ងៃទី8ខាងមុខនេះខែ9ថ្ងៃ8សូមអញ្ជើញទៅបោះឆ្នោតសម្រាប់ primary election សម្រាប់ជ្រើសរើសម្នាក់ក្នុងចំណោម3នាក់ខាងគណៈបកប្រជាធិបតេយ្យខាងគណៈបករាជសាធារណរដ្ឋគឺមានលោកខេមរ៉ាខៃនៅខាងយើងនេះនឹងទៅប្រកួតប្រជែងនៅក្នុងខែ11ប៉ុន្តែខាងគណៈបកប្រជាធិបតេយ្យគឺមាន3រូបគឺមានលោករ៉ាឌីមុំមានលោក Dave Wallet ហ
ហើយនឹងមានលោកចែកខេមអញ្ចឹងសូមអញ្ជើញលោកតាលោកយាយទៅបោះឆ្នោតនៅក្នុងថ្ងៃទី8ឲ្យបានកុសកដើម្បីជ្រើសរើសយកម្នាក់ទៅប្រកួតប្រជែងជាមួយលោកកាមេរ៉ាខៃនៅក្នុងខែ November ឆ្នាំ2016នេះបាទឥឡូវនេតិរបស់ខ្ញុំបានឈានចូលដល់ទីបញ្ចប់ហើយខ្ញុំសូមជូនពរដល់លោកតាលោកយាយទាំងអស់គ្នាបានប្រកបដោយសុខសន្តិភាពគ្រប់ទិនទីវិរិត្រីហើយព្យាយាមអានបន្ថែមសិក្សាបន្ថែមរៀនបន្ថែមស្ដាប់គេបន្ថែមនៅនេតិវិទ្យាសាស្ត្រជាពិសេសវិទ្យាសាស្ត្រអប់រំខួរក្បាលអប់រំចិត្តរបស់យើងដើម្បីកុំឲ្យយើងនឹងធ្លាក់ងាយចូលទៅក្នុងការបោកប្រាស់របស់បុគ្គលណាមួយដើម្បីគៀងគររកប្រយោជន៍របស់យើងទោះបីជាខាង Church គ្រឹះសាសនាក្តីទោះបីខាងព្រះពុទ្ធសាសនាក្តីខាង Hindu សាសនាក្តីនោះគឺជាគំនិតរបស់យើងភាសានៅក្នុងខាងព្រះពុទ្ធសាសនាបាននិយាយថាឲ្យយើងមានវិចារណញ្ញាណត្រឹមត្រូវជំនឿដែលប្រកបដោយវិចារណញ្ញាណមិនមែនជំនឿដោយ blind faith ភាសាអង់គ្លេសថា blind faith គឺយើងជឿងប់ងល់ជឿដោយមិនបានពិចារណាបើអ្នកទាំងអស់គ្នាលោកតាលោកយាយជាគ្រីស្ទានជាគ្រីស្ទស្និកហ្នឹងក៏ត្រូវតែពិចារណាដែរកុំឲ្យជឿលើអាចារ្យឆើយហ្នឹងចេះតែកោកកាបើគម្ពីរបាយបលទាញយើងធ្លាក់ទឹកអ្នកដែលជឿខាងសាសនាព្រះពុទ្ធក៏អញ្ចឹងដែរកុំឲ្យទៅលឺថាភិក្ខុសង្ឃនេះប្រកែចេះប្រកែចុះគេចេះតែកោកកាទាញយើងធ្លាក់ទឹកអាចារ្យក៏អញ្ចឹងដែរក៏យើងមិនត្រូវទៅជឿខ្លាំងពេកទេយើងយកសម្ដីគេមកពិចារណាសិនមុននឹងយើងដាក់ថាអូគាត់នឹងនិយាយល្អណាស់គាត់និយាយត្រឹមត្រូវណាស់មិនមែនអញ្ចឹងទេអ្នកណាមួយក៏អាចនឹងនិយាយខុសដែរកុំឲ្យគិតថាគាត់ល្បីគាត់នឹងនិយាយត្រូវគ្រប់ពេលមិនមែនទេគាត់ល្បីកាលណាគាត់នឹងនិយាយខុសច្រើនកាលនោះនេះគឺចំណុចដែលខ្ញុំសូមអញ្ជើញលោកតាលោកយាយពិចារណាហើយចំណាយពេលពិចារណាទៀតមុននឹងយើងជឿលើបុគ្គលណាមួយសូមអរគុណហើយសូមសម្រាប់នៅក្នុងរាត្រីនេះជូនពរលោកតាយាយម្ដងទៀតប្រកបដោយសុវត្ថិភាពគ្រប់ទិដ្ឋារាត្រីសូមអរគុណសូមជម្រាបលា